Sustain អ្នកទាំងអស់គ្នាម្ដងទៀតបាទយ៉ាងមិនដែរការពីវីដេអូមុនខ្ញុំបានបង្ហាញពីរបៀបចុះប្លង់គណនីឬហៅថា chart account បាទឥឡូវនេះខ្ញុំឧទាហរណ៍ថាខ្ញុំបានបញ្ចប់នៃការចុះ chart account យើងបាទឧទាហរណ៍មានប៉ុណ្ណេះបាទដំណាក់កាលបន្ទាប់របស់យើងនៅក្នុងកម្មវិធី QuickBooks គឺយើងធ្វើការកត់ត្រាប្រតិបត្តិការដែលកើតមានឡើងបាទអញ្ចឹងបង្ហាញអ្នកទាំងអស់គ្នាបន្តទៀតអំពីរបៀបចុះប្រតិបត្តិការនៅក្នុងកម្មវិធី QuickBooks បាទដើម្បីចុះប្រតិបត្តិការក្នុងកម្មវិធី QuickBooks យើងក៏ចូលតាម company យកពាក្យថា make general journal entry បាទពេលនេះគឺឃើញទម្រង់បែបនេះគឺខ្ញុំឧទាហរណ៍ជាក់ស្ដែងនៅលើកម្មវិធីតែម្ដងបាទអញ្ចឹងដើម្បីកត់ត្រាប្រតិបត្តិការគឺយើងចូលតាម company ហើយយកពាក្យថា make general journal entry បន្តទៀតយើងអាចពង្រីកផ្ទាំងនេះបាទនេះគឺជាផ្ទាំងរបស់ journal entry សម្រាប់ធ្វើការកត់ត្រាអញ្ចឹងដើម្បីកត់ត្រាបាននេះត្រូវតែមានធានឧទាហរណ៍ថាលំហាត់របស់យើងលោកចម្រើនបានសម្រេចចិត្តបើកក្រុមហ៊ុនថ្មីមួយក្រោមរូបភាពឯកកម្មសិទ្ធិហើយក្រុមហ៊ុននេះបានដំណើរការអាជីវកម្មរបស់ខ្លួននៅធ្វើការដឹកជញ្ជូននៅថ្ងៃទី1 ខែ 1 ឆ្នាំ 2014ហើយមានប្រតិបត្តិការដូចខាងក្រោមបាទទី1ក៏បានដាក់ទុនចំនួន 400,000 ទៅធនាគារហើយនឹង 70,000 ចូលក្រុមហ៊ុនបាទអញ្ចឹងអ្វីយើងកត់ត្រាគឺយើងឃើញថាគាត់ដាក់លុយចូលធនាគារចំនួន 400,000 ហើយនឹងក្រុមហ៊ុន 70,000 អញ្ចឹងដើម្បីកត់ត្រានេះទី1យើងតាក់ទងនឹងថ្ងៃខែនោះឧទាហរណ៍ថាប្រតិបត្តិការយើងកើតឡើងនៅថ្ងៃទី1 ខែ 1 ឆ្នាំ 2014បាទគាត់ដាក់លុយចូលធនាគារអញ្ចឹងយើងចូលកន្លែងនេះយើងពាក្យថា cash in bank ដែល cash in bank របស់យើងជាប្រភេទ asset កើនឡើងខាង debit បាទចំនួន 400,000 តទៅទៀតយើងអាចធ្វើការបញ្យល់កន្លែងឈ្មោះនេះយើងអាចដាក់ឈ្មោះរបស់គាត់អញ្ចឹងបើសិនអត់មានទេយើងអាចចុច add new ហើយយកប្រភេទជា other បន្តមកទៀតកាលណាគាត់ដាក់លុយចូលធនាគារអញ្ចឹងយើងឃើញខាង credit វាលោតដោយស្វ័យប្រវត្តិ 400,000 ដែរយើងអាចដាក់ cash on hand ចំនួន 70,000 តមកទៀតដើមទុនរបស់គាត់សរុបគឺ 470,000 ដែលនេះគឺជាការកើនឡើងរបស់ owner equity បាទគឺយើងចុះតែប៉ុណ្ណេះតមកទៀតយើងអាចចុចធ្វើការ sell close ឬក៏ sell new យើងដឹងហើយថាបើសិនកាលណាយើងចុច sell close គឺបិទតែម្ដងបើ sell new ដើម្បីចុះប្រតិបត្តិការបន្តទៀតអញ្ចឹងដើម្បីកាន់តែច្បាស់យើងអាចចុច sell close បាទនៅពេលនេះគឺវាមិនមានអ្វីបង្ហាញទាំងអស់អញ្ចឹងដើម្បីចង់ដឹងថាប្រតិបត្តិការរបស់យើងដែលបានចុះហើយវាមានលក្ខណៈយ៉ាងម៉េចត្រូវខុសយ៉ាងណាគឺចូលតាម report accountant and tax ហើយនិយាយពាក្យថា journal អានេះគឺជាផ្ទាំង journal មួយទៀតដែលប្រើដើម្បីបង្ហាញរាល់ប្រតិបត្តិការដែលយើងបានចុះទាំងអស់ប៉ុន្តែនៅពេលនេះយើងមិនឃើញប្រតិបត្តិការដែលយើងចុះបំមិញដោយសារតែតកតងនឹងថ្ងៃខែប្រតិបត្តិការយើងមិញយើងចុះថ្ងៃទី1 ខែ 1 អញ្ចឹងយើងដាក់ថ្ងៃទី1 ខែ 1 នេះដល់ថ្ងៃទី31 ខែ 1 ដូចគ្នាបាទពេលនេះគឺ journal យើងនឹងបង្ហាញបែបនេះបាទអញ្ចឹងនៅលើនេះយើងអាចមើលឃើញទី1តកតងនឹងប្រភេទទី2ទី1តកតងនឹងប្រតិបត្តិការទីប្រមាណប្រភេទដែលយើងចុះថ្ងៃខែដែលយើងបានចុះហើយឈ្មោះដែលអ្នកពាក់ដែលពាក់ព័ន្ធទី2គឺ memo ក្នុងការបញ្ចូលប្រតិបត្តិការតទៅទៀតយើងឃើញកន្លែងនេះគឺគណនី cash in bank កើនឡើង 400,000 cash on hand កើនឡើង 70,000 ហើយ owner equity ក៏កើនឡើងចំនួន 470,000ចូលដល់លំហាត់ទីប្រតិបត្តិការទី2គាត់បានទិញផ្ទះដីដែលតម្លៃសរុប 156,000 ដែលយើងដឹងថា 60,000 ជាថ្លៃដីហើយនឹង 96,000 ជាថ្លៃបរគាដែលដកលុយពីធនាគារ
ចឹងករណីហ្នឹងគឺយើងចូលតាម company make journal entry ដូចគ្នាថ្ងៃទី2បាទអញ្ចឹងគាត់ទិញផ្ទះហើយនឹងដីហ្នឹងទី1យើងអាចដាក់ cost of building បាទអញ្ចឹង cost of building របស់យើងឃើញថាតម្លៃរបស់គាបាទគាគឺ 96,000 អញ្ចឹងកន្លែងនេះយើងដាក់ថា 96,000 ហើយយើងបញ្ចូល purchase building មកទៀតកន្លែងនេះ cost of land 60,000 យើងបញ្ចូលដូចគ្នា purchase land បន្តមកទៀតគណនីដែលមានការថយចុះគឺ cash in bank ដោយសារតែប្រធានរបស់យើងគឺប្រាប់ថាគាត់បានដកលុយពីធនាគារអញ្ចឹងកន្លែងឈ្មោះនេះយើងអាចដាក់ឈ្មោះអ្នកដែលយើងទិញបើសិនប្រធានមិនប្រាប់ទេយើងមិនចាំបាច់ដាក់ក៏បានឬក៏យើងដាក់ថាលោកចម្រើនគាត់ជាអ្នកទិញឬឧទាហរណ៍ថាយើងដាក់ថាទិញពីលោក A ហើយអញ្ចឹងគឺ vendor អញ្ចឹងនេះ Mr. A បាទសូមបញ្ជាក់ថា Mr. A នេះគឺជាឈ្មោះរបស់ម្ចាស់ផ្ទះឬម្ចាស់ដីដែលយើងបានទិញបន្តមកទៀតយើងធ្វើការ sell close ពេលនេះយើងឃើញថាប្រតិបត្តិការទី2របស់យើងនៅថ្ងៃទី2ខែ1ឆ្នាំ2014បាទអញ្ចឹងឈ្មោះនេះឃើញនៅលោក A ដែលជាម្ចាស់ផ្ទះដែលយើងបានទិញអគារតម្លៃ 96,000 ដីតម្លៃ 90,000 ដែលតម្លៃសរុបគឺ 156,000 យើងបានដកលុយចេញពីធនាគារទិញនេះគឺការចុះនៅក្នុងកម្មវិធី QuickBooks គឺមានលក្ខណៈបែបនេះហើយយើងអាចបន្តទៅទៀតចំពោះថ្ងៃទី3បានទិញរថយន្តពីក្រុមហ៊ុន Toyota ចំនួន3គ្រឿងដែលមួយគ្រឿងតម្លៃ 40,000 ហើយក្រុមហ៊ុនបានចំណាយវិស័យដែលមានតម្លៃ 50,000 ហើយនៅសល់ហើយចំនួនដែលនៅសល់សន្យាសងគេ6ខែក្រោយទៀតបាទអញ្ចឹងគាត់ទិញឡានចំនួន4គ្រឿងមកសន្ទុះ3គ្រឿង1គ្រឿង 40,000 ហើយឲ្យជាសែកដែលមានតម្លៃ 50,000 បាទអញ្ចឹងនៅក្នុងកម្មវិធីរបស់យើងនៅថ្ងៃទី3call off fee call ហើយយើងទិញគេចំនួន3គ្រឿងដែលមួយគ្រឿងតម្លៃ 40,000 អញ្ចឹងយើងអាចគុណយកតែម្ដងគុណនឹង 40,000 enter ពេលនេះយើងឃើញថាតម្លៃសរុបមាន 120,000 អញ្ចឹងយើងដែលទិញរថយន្តចំនួន3គ្រឿងប៉ុន្តែយើងបានឲ្យលុយឲ្យគេហើយវិស័យដែលមានតម្លៃ 50,000 អញ្ចឹងយើងដាក់ថា 50,000 បន្តមកទៀតយើងឃើញថានៅសល់ 70,000 ទៀតអញ្ចឹង 70,000 នេះគឺយើងមិនទាន់បានឲ្យគេនៅឡើយយើងដាក់ថា account payable បាទនៅកន្លែងនេះបើសិនយើង save តែម្ដងពេលនោះកម្មវិធី QuickBooks នឹងចេញសំណួរសួរយើងបាទអញ្ចឹងគេបញ្ជាក់ប្រាប់ថា transaction speed line to account payable must include a vendor on the speed line បាទមានន័យថាប្រសិនបើយើងចុះប្រតិបត្តិការទាំងឡាយណាដែលទាក់ទងនឹងគណនីជំពាក់ឬហៅថា account payable ពេលនោះវាទាមទារយើងដាច់ខាតត្រូវតែដាក់ឈ្មោះអ្នកដែលយើងជំពាក់បើសិនយើងមិនដាក់ឈ្មោះទេជារៀងថាប្រតិបត្តិការយើងចុះច្រើនទៅអត់ដឹងថាជំពាក់អ្នកណាខ្លះអញ្ចឹងកម្មវិធី QuickBooks គឺតម្រូវយើងដាក់ឈ្មោះហើយដាច់ខាតទៅចំជួរ account payable ទៀតបាទអញ្ចឹងយើងជំពាក់ក្រុមហ៊ុន Toyota អញ្ចឹងយើងចុច add new ប្រភេទគាត់ជា vendor គឺយើងដាក់បែបនេះ Toyota Company សូមបញ្ជាក់ថាឈ្មោះនេះទោះបីជាយើងដាក់ខុសជួរឧទាហរណ៍យើងដាក់នៅខាងលើនេះបាទនៅពេលយើងចុច save មកវាអត់ឲ្យដូចគ្នាយើងបានបញ្ជាក់ខាងដើមហើយថាឈ្មោះនេះគឺដាច់ខាតដាក់ឲ្យត្រូវជួរជាមួយនឹង account payable
chẳng cái dương mưa chua về trời khía ta mới dương đặt tôi ta company thì nó dương chỉ sơ flow thì cô chẳng vì mình miền ở vậy tạo phù tiệt tệ để xa dân ban làm phênh group lại khăn kể hỏi này chỗ đó thay thì prám ban tình opco cả giờ lấy để miền làm lấy buôn con làm vậy đó chỉ sạch cả vì hàng đà chẳng cái chỗ tam được kia thòng đá company makes no entry ngày thì prám chữ ban tình opco cả giờ lấyคือ office equipment để miền làm lấy buôn con làm vậy rồi là chứng buôn con làm vậy rồi làយើងឲ្យជាសាច់ប្រាក់គ្រប់ចំនួនបាទនៅពេលនេះយើងអាចសរសេរ control purchase this equipment បាទចំពោះករណីឈ្មោះនេះបើសិនជាយើងករណីយើងឲ្យលុយគេទាំងអស់ដោយមិនពាក់អ្វីទេយើងអាចដាក់ឈ្មោះក៏បានមិនដាក់ក៏បានបាទអញ្ចឹងខ្ញុំឧទាហរណ៍ឲ្យឃើញថាបើសិនជាមិនដាក់ឈ្មោះទេនៅកន្លែងនេះនៅពេលចុច save close បាទពេលនោះគឺវាមិនមានអ្វីចោទសួរប៉ុន្តែយើងឃើញថានៅក្នុងផ្នែកនេះគឺទទេឲ្យមានឈ្មោះបាទបើសិនករណីយើងចង់កែហើយយើងចង់ថែមឈ្មោះទៅលើប្រតិបត្តិការនេះវិញយើងអាចចុច2ដងលើវាតមកទៀតយើងយកពាក្យថា edit transition បាទតមកយើងអាចថែមឈ្មោះលើនេះបានជាងឈ្មោះយើងធ្វើការ add new បាទប្រភេទរបស់គាត់ជា vendor អូខេនេះយើងដាក់ថាហាងដាមក Brazil Clock ពេលនេះយើងឃើញថានៅក្នុងជួរឈ្មោះនេះគឺវាមានឈ្មោះមកគ្រប់វិគេធម្មតាវិញនៅថ្ងៃទី6នៅថ្ងៃទី6យើងបានដឹកទំនិញជូនលោកសុផលដែលមានតម្លៃ 2,500 ប៉ុន្តែអតិថិជនបកគលប្រាក់ឲ្យតែ 1,000 ហើយនៅសល់ប្រមាណគាត់ជំពាក់សន្យាសងនៅខែក្រោយអញ្ចឹងករណីយើងទទួលបានចំណូលដែលមានតម្លៃ 2,500 គេបកគលឲ្យ 1,000 អញ្ចឹងចូល company makes no entry ថ្ងៃទី6នេះយើងអាចចុះគណនីណាមុនឧទាហរណ៍បើសិនយើងចុះគណនីចំណូលមុនគឺយើង transport fee earn បាទយើងជាធម្មតាចំណូលកើនឡើងខាង credit អញ្ចឹងយើងដាក់នៅខាង credit ដែលចំណូលយើងគឺ $2,500 ពេលនោះយើងឃើញថាលេខនៅខាង debit load មកលើស្វ័យប្រវត្តិបាទនៅក្នុងប្រធានមិញគេបានប្រាប់យើងថាអតិថិជនបកគលប្រាក់ឲ្យតែ $1,000 អញ្ចឹងយើងដាក់កន្លែងនេះ $1,000 ហើយយើងចុចចុះក្រោមនឹងឃើញតួលេខមួយដែល load មក $1,500 អញ្ចឹង $1,500 នេះយើងដាក់ជាប្រភេទ account receivable ហើយយើងអាចបញ្យល់បន្ថែមដូចគ្នាសម្រាប់ឈ្មោះអតិថិជននេះដូចគ្នាផងដែរបើសិនករណីយើងជំពាក់ account receivable នេះនៅពេលដែលយើងអត់ដាក់ឈ្មោះហើយចុច save បាទពេលនេះវា load message មករំលឹកវាម្ដងទៀតដូចគ្នានៅក្នុង message នេះគេបញ្ជាក់ថា transaction line to account receivable must include a customer អញ្ចឹងមានន័យថាបើសិនជាតទៅជំពាក់ដាច់ខាតគឺដាក់ឈ្មោះអតិថិជនអញ្ចឹងនៅកន្លែងនេះយើងធ្វើការ add new ទៀតអញ្ចឹងនៅកន្លែងនេះសូមបញ្ជាក់ផងដែរបើសិនយើងរើសប្រភេទខុសកម្មវិធី QuickBooks មិនអនុញ្ញាតឲ្យយើងធ្វើការកត់ត្រាផងដែរអញ្ចឹងមុនយើងជ្រើសរើសយកប្រភេទជា vendor ឬ customer ឬក៏ employee ជា other យើងត្រូវតែវិភាគជាមុនសិនថាអតិថិជនឬក៏អ្នកដែលពាក់ព័ន្ធនោះគាត់ប្រភេទជាអ្វីជាក់ស្ដែងនៅក្នុងករណីនេះយើងដឹកជញ្ជូនឲ្យគេ
បាទអញ្ចឹងគេគឺជាអតិថិជនរបស់យើងអញ្ចឹងយើងដាច់ខាតយកពាក្យថា customer ដែលមានឈ្មោះថា Mr. សុផលដល់មកទៀតយើងអាចធ្វើការ show close ពេលនេះកម្មវិធីនឹងចេញឲ្យយើងនៅស្វ័យប្រវត្តិអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំបង្ហាញអ្នកទាំងអស់គ្នាត្រឹមនេះដើម្បីឲ្យអ្នកទាំងអស់គ្នាអាចសម្រាប់បានជៀសវាងការបញ្ចូលនឹងច្រើនពេកអ្នកទាំងអស់គ្នាលំបាកការទទួលយកបាទអញ្ចឹងចំពោះលំហាត់ dinosaur ឬប្រតិបត្តិការ dinosaur ខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាបន្តទៀតនៅក្នុងវីដេអូបន្ទាប់អញ្ចឹងនៅក្នុងវីដេអូនេះសូមចប់តែប៉ុណ្ណេះសូមអរគុណ